លើភ្នំដោះរមុំខេត្តមណ្ឌលគិរីបងប្អូននេះបាទយើងមើលនេះជាខាងក្រោយដូចជាទិដ្ឋភាពយើងមើលពីលើភ្នំបាទដោះរមុំខេត្តមណ្ឌលគិរីបងប្អូនណាបាទហើយកាមេរ៉ាមែនមកទៅទៀតមកបាទនេះយើងមើលទិដ្ឋភាពបាទស្អាតមែនទេបងប្អូនអូបាទបើសិនជាយើងមកខេត្តភាសាទៀតមិនដឹងថាស្រស់ស្អាតយ៉ាងណាចូលដាក់ឲ្យដាក់ location បាទលេខមើលទៅផងនោះបាទលេខមើលទៅផងនោះគឺតាមជួរភ្នំក៏ដូចជាទីរំខេត្តមណ្ឌលគិរីគឺនៅលើភ្នំឡើងភ្នំចុះភ្នំតែម្ដងបងប្អូនណាបាទហើយបើសិនជាយើងមកខេត្តភាសាខេត្តភ្នំមិនដឹងថាស្អាតយ៉ាងណាទេបងប្អូនតែថាលើកនេះបាទយើងមកខេត្ត2បាទអញ្ចឹងខេត្តនេះគឺដាច់ទឹកភ្លៀងខេត្តប្រាំងអញ្ចឹងដើមឈើស្លឹកឈើអាចនឹងជ្រុះក៏ដូចជាក្រៀមក្របន្តិចប៉ុន្តែយ៉ាងណាក៏យើងនៅតែមើលឃើញស្អាតបើសិនជាយើងមកខេត្តនេះបងប្អូនមើលឃើញឲ្យអត់បោះតែម្ដងបាទនេះបងប្អូនណាបាទខ្ញុំស្រឡាញ់មណ្ឌលគិរីបាទខេត្តខាងខេត្តមណ្ឌលគិរីបងប្អូនបាទយើងមើលអូយស្អាតទេបាទបងប្អូននេះបាទមើលទិដ្ឋភាពបាទស្អាតបងប្អូនបាទយើងមើលពីលើភ្នំដោះក្រមុំបងប្អូនណាបាទយើងទស្សនាពីលើភ្នំដោះក្រមុំទៅស្អាតមែនទេបងប្អូននេះបាទទិដ្ឋភាពខេត្តមណ្ឌលគិរីបងប្អូនណាគឺសូមចូលកាមេរ៉ាបាទនិយាយចំគឺទេសភាពមានន័យថាក្រុងមណ្ឌលគិរីនេះបាទក្រុងគេហៅថាក្រុងសែនមនោរម្យណាបាទក្រុងសែនមនោរម្យអញ្ចឹងគឺទីក្រុងគឺឡើងភ្នំចុះភ្នំអញ្ចឹងបងប្អូននេះបាទបើសិនតែយើងចូលទៅក្រោមឡើងភ្នំចុះភ្នំកាហ្វេមណ្ឌលគិរីក៏ឆ្ងាញ់បាទនៅនេះគឺអែមតែម្ដងបងប្អូនបាទអញ្ចឹងខ្ញុំចាំឲ្យបងប្អូនមើលទេសភាពបន្តទៀតបងប្អូនណាបាទខ្ញុំឲ្យបងប្អូនមើលទេសភាពនៅខាងមណ្ឌលគិរីបាទមើលមកជុំតែម្ដងពីលើភ្នំដោះក្រមុំបងប្អូនណាវ៉ាវនេះស្អាតណាបងប្អូននេះស្អាតណាបាទដូចខ្ញុំបានបញ្ជាក់អញ្ចឹងបើសិនតែយើងមកខែភ្លៀងទៀតមិនដឹងថាយ៉ាងណាទេមកខែភាសាគឺទេសភាពខៀវស្ងាត់តែម្ដងបងប្អូនបាទដោយសារតែយើងមកខែ2អញ្ចឹងរៀងក្រៀមក្របន្តិចបាទសម្រាប់ធម្មជាតិបាទបើសិនជាយើងមកខែភ្លៀងគឺធម្មជាតិខៀវស្ងាត់តែម្ដងបងប្អូននេះបាទនេះគឺក្រុងសែនមនោរម្យបាទខាងទីរំខេត្តមណ្ឌលគិរីបងប្អូនណាយើងមើលពីលើភ្នំដោះក្រមុំទៅឃើញបាទនេះក្រុមកលាករមកដល់លើភ្នំដោះក្រមុំបាទខេត្តមណ្ឌលគិរីបងប្អូននេះវិទ្យប៉ាសេស្រុកខ្មែរបងនេះបាទបងប្អូនយើងមើលទេសភាពពីលើភ្នំដោះក្រមុំទៅស្អាតណាបងប្អូននេះបាទស្អាតបាទនៅខេត្តមណ្ឌលគិរីបងណានេះពីលើយើងមើលពីលើភ្នំដោះក្រមុំទៅគឺឃើញក្រុងសែនមនោរម្យបាទក្រុងសែនមនោរម្យគឺជាឈ្មោះក្រុងរបស់ទីរួមខេត្តមណ្ឌលគិរីបងប្អូននេះបាទនេះផ្លាកមកខ្ញុំស្រឡាញ់មណ្ឌលគិរីបាទខេត្តមណ្ឌលគិរីនេះគឺជាខេត្តធំជាងគេនៅកម្ពុជាយើងឯងបងប្អូនបាទទីមានផ្ទៃដីធំជាងគេទូទាំង25ខេត្តក្រុងគឺមណ្ឌលគិរីនេះធំជាងគេហើយប្រិមិត្តណាបាទសម្រាប់ទីរួមខេត្តមណ្ឌលគិរីនេះបាទតែខ្ញុំថតណាបងប្អូននេះបាទតាប់អេនសូយនោះមិនទាន់ចុះមកថតទេតាប់អេនសូយបេះដូងមណ្ឌលគិរីបន្តិចមកដើមមិញគេហៅដើមអីដើមពីរាជចឹងហ៎អូខេបងប្អូនមើលដើមពីរាជនេះដើមពីរាជបាទអ្នកខាងមណ្ឌលគិរីបាទស្អាតខាងមណ្ឌលគិរីគេថាដើមនោះដើមពីរាជបាទបើគេថាពីរាជយើងពីរាជតាមគេមែនទេអូនណាបាទបើគេថាតាមគេដែរអញ្ចឹងអូលឺតាមគេដែរយើងលឺតាមគេថាពីរាជអញ្ចឹងបងពីរាជដែរអញ្ចឹងបើអ្នកនៅខាងមណ្ឌលគិរីនេះគេថាពីរាជហើយវាដើមកពីរាជនៅខាងមណ្ឌលគិរីខុសពីខាងកំពង់ចាមបងឃុំអីណាខុសគ្នាអូអត់ដូចអូតែបើដូចគ្នាច្រឡំគ្នាណាអូអញ្ចឹងបានអញ្ចឹងអរគុណអរគុណដែលបានបកស្រាយណាបាទភ្នំអីភ្នំអីអីភ្នំវត្តអូđâuអត់ហ៊ានហៅភ្នំនោះផងអ្នកមណ្ឌលគិរីអត់ហ៊ានហៅភ្នំនោះផងនឹកហៅភ្នំអីទៅ
nôm này hao nôm Nông lâm lia. Nôm ấy nôm lam lia hao cắt nôm đọc là mông này nó phun đan vậy tayกับโปรดvậy nha nôm đi phun đauกับmông vào đấy và xưa cái miền chlau ấy đấy mà nôm đauกับmông ê cho đau thôi men ê ôi cho đau thôi men mà vậy lên menเลยcho đau thôi mà cho cam tam táo cho tam cho rì phun vào đấy ó tao à anh cho đau thôi men